សួស្តីអ្នកនាងអញ្ចឹងអរគុណច្រើនអ្នកនាងដែលបាន join webinar របស់យើងពាក់ព័ន្ធជាមួយនឹងការ corporate ពាក់ព័ន្ធជាមួយនឹង Huawei ដែលពាក់ព័ន្ធជាមួយនឹង webinar topic ប្រធានបទនៅក្នុងថ្ងៃនេះយើងនឹងនិយាយអំពី building a network smarter safer and more connected environment with Huawei Intelligent Campus អញ្ចឹងនៅក្នុង webinar ថ្ងៃនេះដែរយើងមានបងវីរ៉ាដែលគាត់គឺជា Huawei IP Network Solution Manager ពីខាង Huawei ស្រាប់ហើយដោយសារតែយើងដឹងពាក់ព័ន្ធជាមួយនឹង Huawei គឺជា vendor មួយដែលយើងអាចនិយាយថានៅក្នុង wire wireless infrastructure ក៏ដូចជាផ្នែក product ផ្សេងៗទៀតគឺគាត់នៅក្នុង leading provider មួយដែរដែលជា vendor នៅក្នុង worldwide មួយដែលគេទទួលស្គាល់ជាអន្តរជាតិដែរហើយពាក់ព័ន្ធជាមួយនឹង environment នៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្នយើងដឹងហើយពាក់ព័ន្ធជាមួយនឹងប្រទេសយើងគឺ moving forward ទៅលើ digital economy ដែលយើងប្រឹងប្រែងប្រើប្រាស់ពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាដើម្បី enable ឬក៏ធ្វើម៉េចឲ្យពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់តម្រូវការនៃ digital transformation របស់យើងនឹងគឺទទួលបានមានន័យថាលទ្ធផលល្អក៏ដូចជាយើង adopt តាម trend ដែលគេប្រើប្រាស់ទៅលើពាក់ព័ន្ធជាមួយនឹងឧបករណ៍ឬក៏ពាក់ព័ន្ធជាមួយនឹង solution ផ្សេងៗទៀតពីខាង Huawei ក៏ដូចជា product ផ្សេងៗអញ្ចឹងកុំឲ្យខាតពេលយូរគ្នាយើងដែលមកក្រោយខ្ញុំនឹង accept គាត់នៅក្នុងការ join ហើយបងវីរ៉ាដែលជា IP Network Solution Manager ពីខាង Huawei ដែលជា guest speaker របស់យើងថ្ងៃនេះហ្នឹងគឺគាត់នឹងធ្វើការចែកម្លែកទៅលើ topic ដែលយើងមានខាងដើមដែលខ្ញុំបានបញ្ជាក់អញ្ចឹងបាទអញ្ចឹងបងវីរ៉ាបងអាច start ធ្វើការ present ទៅលើ topic របស់យើងបានដើម្បីឲ្យខាង audience របស់យើងគាត់ understand more ទៅលើការ building smart network ក៏ដូចជាធ្វើម៉េចឲ្យឧបករណ៍ឬក៏ network របស់យើងគឺ more secure ហើយ safe ហើយវា intelligent អូខេអរគុណម៉ាក់រ៉ៃសួស្តីអ្នកនរគ្នាខ្ញុំវីរ៉ាហើយខ្ញុំ share slide ឃើញ screen ខ្ញុំ share ទៅម៉ាក់រ៉ៃឃើញ screen ខ្ញុំទេម៉ាក់រ៉ៃបាទខ្ញុំឃើញបាទអូខេអញ្ចឹងមុននឹងចូលដល់ប្រធានបទខ្ញុំក៏ចង់និយាយពី Huawei បន្តិច Huawei ជា IT infrastructure provider and smart device ដែលយើងពីច្រើនយើងស្គាល់ Huawei ថាជា smart device យើងមាន smartphone យើងមាន smart watch តែ behind ហ្នឹងក៏យើងមានជា IoT provider IT ដែរដែលយើងមានលក់ជា switch router ឬក៏ឧបករណ៍ telecom ផ្សេងៗហើយនៅ Huawei ខ្ញុំចង់និយាយពីក្រុម company បន្តិចយើងមានបុគ្គលិកជិត 200,000 នាក់នៅ 170 ប្រទេសហើយជាក្នុង R&D ខាង research development Huawei ជាក្រុមហ៊ុនលេខ2បន្ទាប់ពី Google ជាក្រុមហ៊ុនដែលចំណាយទៅលើ investment ច្រើនជាងគេហើយយើងជាទី2ហើយនៅ Huawei បុគ្គលិករបស់ Huawei លើសពី 50% គឺជាខាង research development អញ្ចឹងបានជា technology ថ្មីរបស់យើងភាគច្រើនគឺយើង lead in ដូចជា Wi-Fi 7ដែលយើងចូលក្នុង market មុនគេអញ្ចឹងហើយនេះជា product portfolio របស់ Huawei តទៅ network product នៅក្នុង Huawei network product យើងមានតាំងពី controller តាំងពី hardware ហើយក៏យើងមានជាfirewall ហើយយើងមានប្រភេទ service router ដែលប្រើតាម ISP brand router នៅក្នុង finance IC យើងដាក់តាម brand ឬក៏តាម company ផ្សេងៗហ្នឹងហើយ Huawei យើងមិន provide hardware យើងមានជា management platform ដូចគ្នាដូចយើងហ្នឹងយើងនឹង cover តទៅ NCE Campus ដែលជា management platform របស់ Huawei ទៅលើ with router firewall នៅក្នុង campus networkអញ្ចឹងបងឃើញអញ្ចឹងយើងមាន switch ចែកជាពីរប្រភេទទៀតមាន data center និង campus switch data center គឺយើង focus ទៅលើ switch ដែលមាន high throughput low latency ហើយ access point របស់យើងក៏មានច្រើនប្រភេទជា indoor outdoor wall flap យើងមានអស់ហើយជា Wi-Fi ទី1 ទី7ហើយក្នុងហ្នឹងក៏យើងមានជា controller សម្រាប់firewall គ្នាមានថាយើងមានពួក Cisco manager ដែលជា controller firewall ជាទូទៅបើសិនជាបងមាន firewall 3 4ដែលដាក់នៅ DCDR ហើយពេលយើងចង់ provisioning rule firewall ម្ដងយើងត្រូវចូលទៅម្ដងfirewall ម្ដងមួយដើម្បី provisioning តែនៅលើ Cisco manager Huawei យើងអាចធ្វើ provisioning ទៅម្ដងទៅ4 firewall ហើយយើងអាច check មើលថាវាមាន missing អីអត់ rule ដូចគ្នាអត់ពេលខ្លះយើងនៅ DC យើងដាក់ rule លេខ ACL លេខ100 rule ប៉ុណ្ណឹង access IP ប៉ុណ្ណេះដល់ពេលនៅ DI យើង missing មួយពេល move switch DI ចាប់ផ្ដើមមានបញ្ហាអញ្ចឹងនៅលើ Cisco manager ដោះស្រាយបញ្ហាអស់ហ្នឹងពេលដែលយើងមាន rule យើងអាច compare rule បានថា rule ហ្នឹងដូចគ្នាអត់មាន missing IP អីអត់អាហ្នឹងជាបញ្ហាដែល challenge មួយយើងជួបពេលយើងធ្វើ firewall manually ម្ដងមួយតាម DCDRអូខេអញ្ចឹង back to content របស់យើង
ខ្ញុំនឹងនិយាយពី trend ចលនក្នុង campus network ហើយបន្ទាប់មកយើងនិយាយពី solution របស់ Huawei campus ហ្នឹងហើយនឹងមុខងារមួយទៀតរបស់ Huawei digital map នៅលើ NC របស់ Huawei ដូចយើងដឹងទាំងគ្នាអញ្ចឹងរាល់ថ្ងៃនៅក្នុង digital era គឺ everything គឺ digital ហើយភាគច្រើនគឺសំបីការ meeting របស់យើងគឺយើង move ពី physical meeting ទៅ online meeting ដូចយើងឥឡូវអញ្ចឹងធ្វើ webinar លើ online វា require network មួយដែលល្អដើម្បីឲ្យយើង smooth នឹងការមើលឬក៏ video conference ហ្នឹងវាអត់មានការអាក់ឬក៏អញ្ចឹងហើយក្នុងវិស័យមួយមុនដូចត្រូវការ robot អីហ្នឹងគឺវាត្រូវការ Wi-Fi ដែល stable តែ robot ខ្លះពេលដែលគាត់ដាច់ signal បន្តិចគឺoperation របស់គាត់ហ្នឹងគឺដាច់ហ្មងអញ្ចឹងវាត្រូវការ Wi-Fi មួយដែល stable ហើយមានជា keep following track គាត់ដូច robot អញ្ចឹងវាត្រូវការ working around node អញ្ចឹងក្នុង Huawei firewall Huawei access point វាអាចជា VIP user ដែលអាចឲ្យ signal following តាម robot នឹងបានដូចគ្នាហើយនៅក្នុងផ្នែកមួយទៀតលើពេលដែលក្នុង industry school ពេលដែលគាត់មាន term break ឬក៏ summer break អីហ្នឹង network device អស់នឹងតែ keep running ទាំងដែលមាន usage អញ្ចឹងវាធ្វើឲ្យ very resource អស់ power consumption អញ្ចឹងហើយនៅក្នុង Huawei មានមួយ slide នៅលើ NCE ដែលអាចដោះស្រាយបញ្ហាអស់នឹងបានហើយមួយទៀតតកតងនឹង wireless guarantee មានថាពីមុននៅតាម office យើងប្រើខ្សែ network ទៅ PC មួយអញ្ចឹងទៅដល់ឥឡូវយើងលែងប្រើយើងប្រើ wireless ទាំងអស់អញ្ចឹងវាពេលដែលមាន wireless វាចាប់តាមមាន complexity តកតងនឹង congestion តកតងនឹង wireless interference អស់ហ្នឹងអញ្ចឹងអាហ្នឹងជា difficulty មួយក្នុង digital era ហើយជាទូទៅដល់ពេលដែលក្នុង digital era ហ្នឹង everything គឺត្រូវ require network កាន់តែខ្ពស់ជាងមុនដូចក្នុងគ្រប់វិស័យអស់មិនថាវិស័យ healthcare enterprise education ដូចក្នុងវិស័យ healthcare អញ្ចឹងពីមុនយើងថត X-ray វាត្រូវការ file មួយ 5 មេតែដល់ CT scan វាត្រូវការ200មេដល់ពេលឥឡូវយើងដល់ 4D scan វាអាច1 G 2G អញ្ចឹងដល់ពេលដែលអត់requirement ការធំហើយ network របស់យើងនៅ keep ដែលយើងអត់បាន upgrade network វាធ្វើ slow process ដូចនោះដូចយើងត្រូវការ transfer file ឬអីវាត្រូវការ require កាន់តែធំជាងមុនអញ្ចឹងnetwork របស់យើងក៏ត្រូវការ require កាន់តែធំជាមួយគ្នានេះខ្ញុំ share ទៅនឹង best practice របស់ Office ចឹងដូចក្នុង Huawei ចឹង Huawei យើងមាន Office នៅ170ប្រទេសហើយបុគ្គលិករបស់យើងគាត់ rotate ទៅវិញទៅមកតាមប្រទេសចឹងអញ្ចឹងបើសិនជាយើងអត់មាន management platform មួយដែលអាច set user ហ្នឹងថាគាត់ទោះគាត់មកបាក់ move free multi ទៅប្រទេសណាក៏ user ឬក៏ level របស់គាត់អត់ដូចគ្នាទេមានថាគាត់នឹងគាត់នៅស្រុកខ្មែរគាត់ access នេះបានដល់ពេលគាត់ change ទៅប្រទេសបន្ទាប់គាត់ទៅ block នេះវិញចឹងទៅនៅ Huawei អត់ចឹងទេមានថា controller របស់យើង management របស់យើងមួយគឺអាច set user មានថាគាត់ move ទៅណាក៏rule ឬ policy របស់គាត់គឺនៅដដែលអញ្ចឹងមានថា policy rule ហ្នឹងគឺ following user អូខេបន្ទាប់ topic ទី2យើងនិយាយពីយើងចូល solution វិញនិយាយពី challenge និង trend នៅក្នុង campus network លើយើងដល់ solution ក្នុង campus network អញ្ចឹងដឹងចឹងនៅក្នុង digital era យើង require bandwidth កាន់តែធំជាងមុនអញ្ចឹងក្នុង Huawei solution ឧបករណ៍របស់យើងមិនថា speed ឬ firewall មិនថា speed firewall access point គឺយើងអាច support bandwidth កាន់តែធំអញ្ចឹងហើយក៏តកតងនឹង gateway របស់យើងមាន SD-WAN ដើម្បី detect មើលដឹងថាជាប្រភេទ application level គេ application គេដូចជាយើងប្រើ Zoom ប្រើteam ដើម្បី meeting អញ្ចឹង application អស់ហ្នឹងជា high priority application ដូចយើងត្រូវការ meeting តាម team តាម Zoom អញ្ចឹងយើងអាចឲ្យហ្នឹង lag បាននៃ file transfer ផ្សេងៗយើងអាចឲ្យវា delay បានអញ្ចឹងvideo conference ហ្នឹងយើងត្រូវតែ keep វាឲ្យ high priority អញ្ចឹងលើ SD-WAN របស់ Huawei យើងអាច set priority ទៅលើ application អញ្ចឹងថាបើសិនជាមានអ្នកក្នុង organization យើងកំពុងតែ transfer file ដែលមាន file ធំអីចឹងទៅវាអាចនឹង affect ដល់ network របស់យើងតែយើងនៅតែ priority នៅapplication ណាដែលយើងចាំបាច់ជាងដូចជា video call conference អីចឹងទៅហើយដល់ core suite របស់យើងមានប្រភេទ 10G access suite ដែលអាច access ដល់ level ដល់ terminal ដល់ 10G បានហើយ Wi-Fi របស់យើងគឺប្រភេទ Wi-Fi ប្រភេទមានទី6ទី7ទៅ Wi-Fi 7យើងអាចមាន throughput ដល់ 10GB អញ្ចឹងវា bandwidth ធំមួយដែលអាចវាចេះយើង require bandwidth ធំជាងterminal របស់យើងគឺ Wi-Fi ធំជាងយើងមាន Wi-Fi ដែលអាច support បានហើយតើតើនឹង NCE Campus ហ្នឹងវាជា management platform របស់ Huawei ដែលយើងវាមាន key function ធំមួយដូចជា centralized management យើងអាច manage firewall switch ឬក៏ access point នៅក្នុង
platform តែមួយបើយើងប្រើ third party យើងពេលខ្លះយើងត្រូវមើល graph យើងចូលទៅកាទីដើម្បីមើលយើងចង់ automate configuration ឬ onboarding device យើងត្រូវចូលទៅ config menu មួយឬក៏យើងប្រើពួក Ansible អីដើម្បីធ្វើ automate ក៏យើងត្រូវការច្រើន platform អញ្ចឹងនៅក្នុង Huawei iMaster មួយយើងអាចធ្វើបានអស់ទាំង monitoring ទាំង management ទាំងយើង check មើលexperience របស់ user ទៅលើ device នៅក្នុង platform តែមួយអញ្ចឹងនៅក្នុង whole network យើងអាច control បានទាំងអស់អូខេអញ្ចឹងមិញខ្ញុំនិយាយពីហើយតើតើនឹង Huawei យើងមានតាំងពី switch firewall access point អញ្ចឹងក្នុង access point វាជាសំខាន់មួយក្នុង campus network ដោយសារតែយើង move ពីឈប់ប្រើខ្សែយើងទៅប្រើ Wi-Fi អញ្ចឹងWi-Fi 7ហ្នឹងវា unlock ខែខ្លះដោយសារតែ Wi-Fi 7វាជា new technology មួយដែលចូលក្នុង market ក្នុង2024ហើយ Huawei ជាក្រុមហ៊ុនដំបូងដែលយក Wi-Fi 7ចូលក្នុង market ហើយដោយសារតែ Wi-Fi 7វាមាន unlock មកខែច្រើនដូចក្នុងវិស័យពេទ្យអញ្ចឹងយើងអាច analyze remote doctor គាត់នៅសាខាផ្សេងខ្ញុំថា doctor ជំនាញម្នាក់គាត់នៅសាខាផ្សេងហើយ doctor client ហ្នឹងគាត់នៅពេទ្យដូចគ្នាតែនៅកន្លែងផ្សេងទៀតអញ្ចឹងដើម្បីធ្វើឲ្យ 3D branding remote dialog មើលបានវាត្រូវការ bandwidth មួយធំអញ្ចឹងមានតែថា Wi-Fi ជំនាន់ទី6ដែល throughput ត្រឹម 300 មេវាអាចដោះស្រាយវាអាចធ្វើទៅកើតទេអញ្ចឹងតែ Wi-Fi ជំនាន់ទី7យើងមាន internet លឿនហើយWi-Fi signal ដែល Wi-Fi ដែលមាន throughput ធំទៀតខ្ញុំអាចធ្វើអញ្ចឹងទៅបានហើយតើតោនឹង 4K video conference ក៏ត្រូវការ require bandwidth ធំដែរអញ្ចឹង Wi-Fi 7អាចដោះស្រាយបញ្ហាហ្នឹងដែរមិញខ្ញុំនិយាយ Wi-Fi 7លើខ្ញុំនិយាយពីមិនបាន Wi-Fi 7វាល្អជាងមុនដោយសារតែ Wi-Fi 7វា bandwidth វាធំជាងមុនដល់3ដងក្នុង មួយ single user Wi-Fi 7អាច support ដល់ 4.3G ដែល compare ទៅ Wi-Fi ជំនាន់6វា support បានត្រឹម 1.4G ហើយ Wi-Fi ទីជំនាន់ទី7វា support ដល់ 120 channel ដូចជាផ្លូវអញ្ចឹងអាហ្នឹងវាមាន channel កាន់ច្រើនវាកាត់បន្ថយ frequency interference បានកាន់ល្អអញ្ចឹងវាអាច send data តាណាគ្នានឹងបានច្រើនផ្លូវជាងមុនហើយ Wi-Fi ជំនាន់ទី7របស់ Huawei វាមាន function មួយទៀតហៅថា Wi-Fi Shield Wi-Fi Shield ហ្នឹងគឺទាក់ទងនឹង security មានថាទោះក្នុង LAN តែមួយមិនសិនជាមាន hacker គាត់connect network Wi-Fi របស់យើងបានហើយគាត់អាចcapture ប្រើ wireless ដើម្បី capture data អញ្ចឹងនៅ Wi-Fi ជំនាន់ទី6ពេលដែលគាត់ក្នុង LAN តែមួយគាត់អាច capture មើលបានតែនៅ Wi-Fi ជំនាន់ទី7យើងមាន function Wi-Fi Shield មួយដែលអាចencrypt អស់ហ្នឹងពេលទោះគាត់ក្នុង network អញ្ចឹងគាត់ capture បានគាត់អាចមើលឃើញដែរអូខេនេះនិយាយពី Wi-Fi Shield ហើយខ្ញុំមាន video សូទាក់ទង Wi-Fi Shield ហ្នឹងវា work បែបណាWhen a user connects to a Wi-Fi network using conventional Wi-Fi technologies, malicious users can capture user packets using technologies such as wireless eavesdropping and packet capture. This poses threats to wireless network security. After enabling Huawei's Wi-Fi Shield technology, an EP uses redundant antennas to send extra electromagnetic wave noise. This effectively prevents eavesdropping and packet capture, and safeguards user privacy. Huawei Wi-Fi 7 APs are ideal for secure Wi-Fi connections. After Wi-Fi Shield is enabled on Huawei Wi-Fi 7 APs, protection is assured for terminals connected to the APs. Random noise is added to data packets so that malicious users cannot eavesdrop data packets over the air interface, truly ensuring wireless security. function របស់ Wi-Fi Shield ដែលយើងមាននៅលើ Huawei access point នៅក្នុងជាទូទៅក្នុង Wi-Fi air interface គឺយើងបាក់គ្រប់គេព្រោះបើយើងប្រើខ្សែយើងទៅ connect ទៅ PC អីវាពិបាកតែក្នុង Wi-Fi ក្នុង in term of security Wi-Fi ជាមួយដែលយើងបាក់គ្រប់គ្រងគាត់ដោយសារតែពេលខ្លះsignal វា overlap ចេញក្រៅទីតាំងដែលយើងចង់ឲ្យ cover អញ្ចឹងទៅវាអាចមាន hacker ឬក៏ malicious user គាត់ connect បានគាត់នឹងអាច encrypt capture data ហ្នឹងបានអញ្ចឹងfunction គឺវាល្អសម្រាប់ in term of security ហើយតើតើនឹងបន្ទាប់តើតើនឹង VIP experience assurance មានថានៅលើ Huawei AP work ជាមួយនឹង controller របស់ Huawei ហ្នឹងយើងអាច set VIP user បានដូចជា level 6 level ឬក៏ level management ដែលគាត់ require meeting ច្រើនគាត់ត្រូវការnetwork មួយដែលល្អអញ្ចឹងយើងអាច set
VIP user គាត់បានទោះអ្នកផ្សេងគាត់ lag គាត់អី VIP user always go first អញ្ចឹងអានេះជានេះមួយដែលយើងកាត់បន្ថយការ complain ពី management level ឬអីដែលគាត់ require គាត់ meeting ច្រើនជាងអ្នកផ្សេងគាត់ត្រូវការ video conference ច្រើនអញ្ចឹងយើងអាច set VIP user គាត់បានអញ្ចឹងខ្ញុំសូម play video មួយទៀតអញ្ចឹង VIP user គាត់ always high priority គាត់ always go first ហើយតកតងនឹង VIP user ដែរស្នាយោយើងមិនមែនស្រាប់តែល្បិច level ទេចឹងក្នុងករណីយើងជាសាលាឬក៏ជាកន្លែងបន្ទប់ប្រជុំអញ្ចឹងយើងមានជា smart board ឬក៏តកតងនឹងខាង Huawei មាន ID Hub ដែលអាចជា video conference អញ្ចឹងដែលគាត់យើង user យើងទៅយើងចូលបន្ទប់ហ្នឹងទាំងអស់គ្នាយើងអត់ទៅការ connect ទេយើងទៅការឲ្យ ID Hub ហ្នឹងជា network ទៅលើ Wi-Fi ទៅ connect ដើម្បី join video conference អញ្ចឹងយើងអាច set អា smart board របស់យើងហ្នឹងជា VIP user អញ្ចឹងvideo conference នឹងបន្ទប់ meeting ហ្នឹងគឺ always smooth ហើយprivacy គឺមានមុនផ្សេងរហូតឲ្យទៅ VIP user ហើយតកតងនឹង access point របស់ Huawei ដែរ Huawei ជា wireless access point ដំបូងដែលមាន dynamic zoom antenna មានថាអាហ្នឹងគឺជាantenna នេះ smart antenna ដែលអាច cover ទៅ signal ទៅកន្លែងដែលមាន density អ្នក connection មានថាវាអត់ជះទៅស្មើរហូតតែមានថា smart antenna ហ្នឹងវានឹងចាប់មើលថាកន្លែងណាដែលមាន density អ្នក connection វានឹងជះ signal ទៅកន្លែងច្រើនជាងធម្មតាអញ្ចឹងអាហ្នឹងជា first industry AP ដែលមាន function បែបហ្នឹងmoving next ខ្ញុំទៅ digital map នៅលើ NCE Campus ដែរនៅលើ NCE Campus យើងមានមុខងារមួយទៀតថា digital map ហ្នឹងគឺវា work ដូច Google Map អញ្ចឹងនៅលើ Google Map យើងចង់ទៅណាយើងមាននឹងប្រាប់ផ្លូវណាដែលល្អផ្លូវណាស្ទះផ្លូវណាលឿនបំផុតអញ្ចឹងនៅក្នុង digital map នៅលើ Huawei ដូចគ្នាយើងអាច visual application ហ្នឹងទៅតាម van មួយណាឬក៏ចេញតាមណាលឿនហើយពី application មួយណាដែលយើង select ថាវាល្អមិនហើយវាអាច check មើល user ហ្នឹងថាពេលដែលគាត់ connect នៅកន្លែងហ្នឹងគាត់ signal គាត់ប៉ុណ្ណាយើងជាទូទៅក្នុងការ trouble shooting នៅលើ Wi-Fi គឺបាក់ជាងគេដោយសារតែយើងវាអត់ដូច wireless យើង scoring ឬក៏network conversion ហ្នឹងគឺវាពិបាកជាងនៅលើខ្សែអញ្ចឹងនៅលើ wireless យើងមាន controller មួយយើងអាច check មើលថា user ហ្នឹងពេលដែលគាត់ connect ហ្នឹង signal គាត់ receive បានប៉ុណ្ណា signal គាត់ល្អអត់អញ្ចឹងពេលគាត់ complain អាច check មើល user ហ្នឹងsignal ពេលគាត់ complain ហ្នឹងគាត់ចាប់បានស្ទើរឬ poor signal conversion យើងអាចងាយស្រួលក្នុងការដោះស្រាយអញ្ចឹង function អស់ហ្នឹងលើ digital map របស់ NCE Campus គឺមានទាំងអស់ user experience assurance ហើយ high privacy ហ្នឹងគឺវា the way it work គឺស្តៀង Google Map ជាង Google Map វាយើងដឹងថាផ្លូវនេះវាអត់ស្ទះទេឬក៏តំបន់ហ្នឹងកន្លែងហាងយើងប្រៀបធៀបទៅ application អីចឹងយើងអាច check មើលដឹងបានគ្នាអូខេអញ្ចឹងខ្ញុំសុំសូវីដេអូតទៅនឹង digital map របស់ iMaster NCE Huawei ហ្នឹង Digital transformation is driving the explosive growth of enterprise campus networks. For instance, in a university, there is no way to monitor the experience of teachers or students. With over 150 faults reported every month, satisfaction rates are low. Dormitory terminals have unrestricted access to the network, resulting in over 500 unauthorized devices being connected and posing significant threats to campus network security. Intercampus online classes often freeze and flicker erratically, and troubleshooting the issues can take over 2 hours. Teaching quality is affected. During school breaks, like the summer and winter holidays, there are too many devices drawing power. The annual electricity bill can be as much as $600,000. Huawei iMaster NCE Network Digital Map for Campus Networks revolutionizes the traditional connection-centric network O&M mode. By leveraging digital twins, it helps provide an experience-centered space for multi-dimensional networks, users, events, and things. The network digital map enables real-time awareness and clearly visualizes the network, users, terminals, and the application experience. Moreover, it offers one-click identification of fault root causes and provides intelligent policy recommendations, creating the ultimate campus network experience. If the experience of VIP users deteriorates, the network digital map can detect it in real time. With spatiotemporal playback, troubleshooting can be completed within minutes. Experience assurance policies can be delivered in one click, ensuring zero complaints from VIP users.
The network digital map proactively detects and precisely identifies abnormal terminals upon connection, analyzes their behavior intelligently, and isolates them with just one click. This prevents unauthorized devices from accessing the network. The network digital map also enables real-time measurement of key application experience, leverages IPCA technology for E2E in-band flow measurement, and allows for one-click experience assurance for key applications, ensuring zero interruptions during online teaching. With the help of the network digital map, energy consumption can be visualized at the global, site, floor, and device levels. Moreover, the map supports dynamic traffic timing prediction for energy saving, as well as intelligent recommendation of on-duty APs. The bits drive watts concept implemented through this functionality helps reduce energy consumption by up to 30%. Huawei iMaster NCE Network Digital Map offers you a secure and seamless campus network experience. បាទយើងតកតងនឹងកន្លែង digital mapping គាត់ add on បន្ថែមតិចទៀតក្នុងឃើញបានសូនវីដេអូអញ្ចឹងយើងអាចមាន function ដែលយើង block user ឬក៏ unauthorized access còn one click ហើយយើងអាច check មើលទាំង power consumption របស់មួយ campus ហ្នឹងconsumption power consumption របស់ប្រហែលហើយដល់ពេលដែលក្នុង off peak hour មានថាពេលយប់ឬក៏ពេល summer break ឬក៏ពេលដែលអត់ weekend នេះវាអាចមាន on duty AP ដែលវានៅជា signal តែ AP ផ្សេងទៀតដែលអត់ work វានឹង on sleep mode ដែលកាត់បន្ថយ power consumption អញ្ចឹងកន្លែងហ្នឹងយើងអាច saving ទៅលើ power consumption បានច្រើនព្រោះក្នុងយើងដឹងស្រាប់ហើយឧបករណ៍ IT វា power consumption ច្រើនដែរអញ្ចឹងក្នុងករណីដែល on weekend ឬក៏ក្នុង summer break អីដែលអត់មានអ្នកមក office ឬក៏ដែលមកធ្វើការសារអាទិត្យអញ្ចឹងយើងអាចឲ្យមានតែ AP 1ឬ2ដែលគាត់ on duty ហ្នឹងគឺអត់នៅវានៅ signal ហើយផ្សេងៗគឺនឹង sleep mode ដើម្បី power consumption save power consumption ហើយអូខេនឹងអស់ពីខ្ញុំហើយខ្ញុំក៏ចង់ទៅបន្តិចទៅនឹង reason ហេតុអ្វីយើងគួរជឿថា Huawei គឺថា Huawei ជា leader មួយក្នុង Gartner អញ្ចឹង Gartner ដឹងស្រាប់ហើយ Gartner វាជា platform មួយដែល organize recognize network ឬក៏ IT product ផ្សេងៗអញ្ចឹងក្នុង Gartner ក៏ Huawei នៅ top មួយដែរហើយក្នុង Wi-Fi ចំនួនទី7ហ្នឹង Huawei ជាអ្នក first one នៅក្នុង industry Wi-Fi 7តាំងពី2024ហើយនៅប្រទេសចិនយើង Huawei វាលេខ1លើ campus ហើយតែក្នុង global ក៏យើងក្នុង top ដែរហើយក្នុង Huawei campus យើង match ទៅជាមួយ industry ច្រើនមិនថា public service education healthcare finance ឬក៏ service provider គឺយើង match ទៅទាំងអស់ហើយក្នុងប្រភេទរបស់យើងហ្នឹង Wi-Fi 6ទី7នេះមានទាំង outdoor indoor wall flap ហើយ speed របស់យើងមានទាំងប្រភេទ low end ដល់ high end តាំងពី port 1 gig រហូតដល់ port 400 gig ហើយមាន success case នៅក្នុង university នៅ Swiss នេះយើងមាន success case ច្រើននៅស្រុកខ្មែរក៏មាន Wi-Fi 7 deploy ហើយក្នុង government sector ដូចគ្នាដែរគាត់ថាយើងខ្ញុំសូតែមិនខែតែគាត់ថាយើងមាន success case នៅស្រុកខ្មែរមានក្នុង government របស់យើងដែលប្រើ Wi-Fi 7អញ្ចឹងមកកណ្ដាលខ្ញុំអស់ហើយមកកណ្ដាលនេះមានសំណួរផ្សេងមានអ្នកផ្សេងមានសំណួរអីអាច drop ក្នុង message បានឬក៏បាទអូខេបងអញ្ចឹងខ្ញុំ check មើលសំណួរបន្តិចអត់តើខ្ញុំមានសំណួរដែរមានអូខេបងខ្ញុំសុំមើលបន្តិចអូខេចាំបងអូខេពាក់ព័ន្ធជាមួយសំណួរខ្ញុំគិតថាចេះបងពាក់ព័ន្ធជាមួយនឹង intelligent campus វាជា topic មួយដែលយើងចង់ឲ្យ audience ឬក៏ customer របស់យើងគាត់អាច understand more ពី Huawei solution អញ្ចឹងចង់ដឹងថាតើទៅលើ intelligent campus ពីខាង Huawei ទៅបើយើង compare ជាមួយឬក៏យើងអាចយកវាទៅដាក់ចូលនៅក្នុង operation ប្រចាំថ្ងៃរបស់ពួកគាត់តើគាត់អាច improve អីគេខ្លះបងពាក់ព័ន្ធជាមួយនឹងការងាររបស់គាត់ប្រើប្រចាំថ្ងៃអញ្ចឹងណាអាចថាជា general use case ឬក៏ specific ថា education banking financial ឬក៏ digital government អីចឹងទៅហ្នឹងហើយមកកណ្ដាលតើតោងនឹងក្នុង use case ដូចយើងដឹងអញ្ចឹងពីតោង by fund បើយើង concern លើ security ដូចដឹងអញ្ចឹងទី1 Wi-Fi ពេលដែលគាត់
broadcast signal ទៅវាanអាច over អ្វីដែលយើងចង់ cover អញ្ចឹងmalicious user ឬ hacker គាត់អាច connect នេះគាត់បើគាត់ connect បានគាត់ចូលទៅ capture data បើអញ្ចឹងមាន Wi-Fi seal សម្រាប់encrypt អស់ហ្នឹងទៅហើយមួយទៀតដូចទៅនឹង Wi-Fi 7 គឺវាមាន channel ច្រើនជាង Wi-Fi ធម្មតាអញ្ចឹងការ send data ក៏វាល្អជាង Wi-Fi ជំនាន់ទី 6 ដែរហ្នឹងជា Wi-Fi ជំនាន់ទី 7 របស់យើងដែលមានហើយទៅតង smart antenna ដែល smart antenna មានថាវានឹង cover area វាបាន better ជាង vendor ផ្សេងប្រហែលជា 20% ហើយតើតើនឹង costing របស់ Huawei ក៏វា better ដែរហើយ access speed របស់យើងគឺមានដល់ 10 gig អញ្ចឹងមានថាជឿទៅបើយើង upgrade អូខេ access point យើងធំហើយ support ដល់18 gig ដូចខ្ញុំនិយាយអញ្ចឹងhigh end model របស់ Wi-Fi 7 វា support ដល់18 gig throughput តែពី speed របស់យើងហ្នឹងក៏វា support 1 gig វាមានន័យអញ្ចឹង speed access របស់ Huawei គឺមានដល់10 gig ហើយAP របស់ Huawei នឹងដូចគ្នា support ដល់ port 25 gig ហើយ use case ដែលយើងសូអញ្ចឹងបើយើង complete set ជាមួយនឹង NCE ដែលជា controller របស់យើងហ្នឹងក្នុងeducational អញ្ចឹងក្នុងវិស័យអប់រំពេលដែលមាន summer break ពេលដែលអីអញ្ចឹងswitch ឬក៏ access point នៅតែបើកដំណើរការធម្មតាអញ្ចឹងវា power consumption ចោលអត់ប្រយោជន៍អញ្ចឹងក្នុង Huawei ហ្នឹងយើងមានមុខងារមួយដែលអាចវា idle វាទៅជា sleep mode ដែលអាចកាត់បន្ថយ power consumption បានហើយយើងអាច check មើលតកតងនឹងpower consumption របស់មួយ campus ហ្នឹងវា consumption ប៉ុន្មានមួយ device ប៉ុន្មានអីចឹងទៅហើយមួយទៀតតកតងនឹង sole complaint មានថាយូរទៅអានេះជាបញ្ហាសំខាន់បើយើងជា IT admin ពេល complaint មកគាត់ complaint ថាអូ signal គាត់ថា Wi-Fi គាត់ slow គាត់អីយើងអាចចូលក្នុង NCE check មើលពេលដែលគាត់ complaint ហ្នឹង signal គាត់ receive ទៅហ្នឹងប្រហែលជាបានល្អអត់ scoring ប៉ុណ្ណាទៅក្នុង scoring ឬក៏experience ហ្នឹង scoring experience ដែលគាត់ connect ទៅហ្នឹងហើយគាត់ access application អីខ្លះ slow ឯស្អីគេយើងអាច check មើលដឹងវាងាយស្រួលក្នុងការ troubleshooting បាទបងសួរមួយទៀតមានអតិថិជនមួយចំនួនគាត់ប្រើប្រាស់ផលិតផល Huawei ហើយប៉ុន្តែគាត់ចង់ដឹងថាតើផលិតផលគាត់នឹងបើសិនជាគាត់ចង់ considering add on ពាក់ព័ន្ធជាមួយនឹង SDN integration ដូចជាមិញបងលើកឡើងមានជា iMaster តែបង iMaster NCE អញ្ចឹងចង់ដឹងថាតើគាត់ត្រូវ understand ពី product ដែលគាត់មានអីខ្លះដើម្បីគាត់អាច move ទៅបានតកតងនឹងហ្នឹងបើសិនជា device របស់យើងមួយចំនួនដែលចេញពីឆ្នាំចុងក្រោយយើង support SD-WAN support SASE តែហ្នឹងវា require license អញ្ចឹងបើសិនជាគាត់ចង់ upgrade ទៅគាត់ទៅ check capability ថាហ្នឹងអាច upgrade ទៅប្រើ SDN SASE បានអត់ឬក៏អីបើសិនជា device ហ្នឹងចេញយូរឆ្នាំហើយប្រហែលជា most likely វាអត់ support ទេយើងត្រូវការ replace ដើម្បីបាន function អស់ហ្នឹងតែបើសិនជា device ហ្នឹងnew release most likely យើងគាត់ upgrade license ហើយយើង add controller ដោយ NCE iMaster ហ្នឹងគឺយើងអាចទទួល benefit អស់ហ្នឹងហើយអូខេអញ្ចឹងមានន័យថាបើសិនជាdevice ពួកគាត់តែបច្ចេក order ទេប៉ុន្តែពីមុនមកគាត់បច្ចេក stand alone ខ្ញុំមាន switch ផ្សេងខ្ញុំមាន AP ផ្សេងអញ្ចឹងទៅគាត់អាច considering add on ពាក់ព័ន្ធជាមួយនឹង SDN solution សម្រាប់ intelligent campus network បានដែរបងបាទអូខេបងអញ្ចឹងពីខ្ញុំទៅដូចជាអត់មានឃើញ question អីទៀតទេបងអូខេអញ្ចឹងពីបងទៅមានអីផ្សេងទៀតដែលចង់ចែកម្លែកទៅលើ Huawei Intelligent Campus ជា key point ឬក៏ key highlight សម្រាប់ពួកគាត់ទេបងដើម្បីយើងអាច move forward ទៅកាន់ nextបានខ្ញុំមាន add on បន្តិចតទៅនឹង NCE ហ្នឹងដោយសារតែមិញខ្ញុំក៏និយាយ NCE ក៏ថា មែនតើទៅលើ NCE យើងមាន function ធំចំនួន7ដែលយើងគាត់ថា consider ថាវាអាចជា key function ទី1 control central network management មានថាយើងអាច manage device ទាំងអស់ទាំង switch ទាំង AP ទាំង firewall ហើយទី2គឺហៅ ZTP ឬ automation ហ្នឹងមានថានៅក្នុង ZTP Zero Touch Listening មានថាយើង onboarding file switch access point ឬ firewall ហ្នឹងគឺ automatically ពី NCE មានថាយើងគ្រាន់តែ click download file ហើយ apply ចូល device គឺវា automatically
create ហើយមានថាយើងអាច set baseline ជាទូទៅពេលយើង config switch ថ្មីពេលយើងជា IT ឬ network engineer យើង config ថ្មីយើងចូលទៅ config access leaf filtering អីផ្សេង baseline តាមក្រុមហ៊ុនយើងមាន baseline template អញ្ចឹងក្នុងហ្នឹងយើងមាន baseline សម្រាប់ក្នុង NCE ហ្នឹងអញ្ចឹងគាត់យើង one click យើងអាច onboarding switch ថ្មីមួយបានឬក៏ router ឲ្យបានបើយើង manually មួយ one switch at least យើងចំណាយពេលជិត1ម៉ោងដែរដើម្បី onboard switch ថ្មីឬក៏ access point មួយហើយយើងអាចបើតទៅនឹង access point យើងអាចបក onboarding ជាបាច់បានម្ដង10 20 30 access point ក្នុងពេលតែមួយបានយើងមិនធ្វើមួយ manually ទេហើយ function ទី3ទៅដល់ digital map ដែលខ្ញុំបានសូមមុនហ្នឹងអញ្ចឹងហើយ function ទី4របស់NCE នៅនេះគឺតទៅនឹង intelligent O&M អាហ្នឹងគឺដូចខ្ញុំនិយាយមុនហ្នឹងថាយើងអាច check មើល user ហ្នឹងគាត់ពេលដែលគាត់ complain ហ្នឹងគាត់ signal របស់គាត់ receive អានប៉ុណ្ណាឬក៏គាត់ complain slow ដល់ពេលយើង check មើលទៅឃើញគាត់ connect low power wireless ហ្នឹងក៏ជាបញ្ហាមួយដែរហើយទី4តទៅនឹង user application មានថាយើងអាច check មើល application ថាuser ហ្នឹងគាត់ access ទៅ application ណាច្រើនហើយយើង privacy application មួយណាសំខាន់ក្នុង organization របស់យើងបានយើង internet របស់យើងមកគេដល់ពេលមាន transfer file ធំក្នុង organization របស់យើងវាធ្វើអា network យើងចេះតែយើងមាន function តទៅ application assurance ហ្នឹងយើង set application ហ្នឹងជា high priority អញ្ចឹងfile transfer ផ្សេងៗវា keep ក្រោយឲ្យ important traffic ដូច video conference នេះបានហើយតទៅនឹងទី6តទៅ policy base ហ្នឹងទៅ security យើងអាច set policy សម្រាប់ក្នុង network របស់យើងអាច access ទៅណាបានខ្លះយើងអាចធ្វើ appliance steering មានថាយើងបើសិនយើងមាន WAN 2 3អីចឹងទៅយើងឲ្យប្រភេទជា Telegram traffic ឬក៏ Facebook ឬក៏ YouTube traffic ទៅតាម WAN មួយណាហើយផ្សេង application ណាផ្សេងទៀតចេញតាម WAN មួយយើងអាចធ្វើ application steering បានដូចគ្នានៅលើហ្នឹងហើយនឹងទី7ចំណុចមួយទៀតទៅ security terminal មានថាយើងអាច manage user ឬក៏ terminal ដែល connect ក្នុង network របស់យើងមានថាយើងអាច block ឬក៏យើងអាចឲ្យ terminal ណាដែលអាច access ក្នុង network របស់យើងបានអាហ្នឹងជា key function របស់ NCE បាទបងមែនអញ្ចឹងបើតាមអីដែលបងចែកម្លែកមកគឺវា useful មែនតើសម្រាប់ daily operation សម្រាប់អាចនិយាយថា IT administrator network administrator នៅក្នុងការ operate ពាក់ព័ន្ធជាមួយនឹង daily use ពាក់ព័ន្ធជាមួយនឹង Wi-Fi ឬក៏ wireless របស់គាត់ថែបងបាទបងអូខេបងអញ្ចឹងសំណួរបាទទៅនឹង Wi-Fi controller ហ្នឹងយើងមាន2 option មានលើ cloud ហើយនិង local on prem local on prem យើងមាន2 option ដែលយើងអាច install នៅលើ Virtualize របស់ខាងគាត់មានស្រាប់យើងទៅគាត់ check មើល spec compatibility យើងអាច install លើ Virtualize ឬក៏អាចជា server របស់ Huawei ហ្មងយើងមាន3 option អូខេបាទបងខ្ញុំក៏សូមមើលចិត្តថាបើសិនជា cloud វា free ឬក៏ charge បងcharge លើ charge based លើ license អូខេចឹងបងវ៉ាន់ឆៃបងមានសំណួរអីទៀតទេនៅកន្លែងនេះដែលអត់ច្បាស់ឬយ៉ាងម៉េចចឹងណាយើងមាន cloud ក៏មានយើងមាន local on prem ក៏មានយើង set up នៅក្នុង local ហ្នឹងយើងដាក់នៅក្នុង hypervisor ក៏បានឬក៏យើងអាច purchase hardware ពីខាង Huawei build in ជាមួយនឹង OS ទៅលើ controller ហ្នឹងក៏បានដែរហើយបើសិនជាយើងgoមួយ cloud គឺ charge based on license ដូចបងវិរាក៏បានលើកឡើងដែលយើងធ្វើការប្រើប្រាស់ទៅលើ feature ឬក៏ functionality របស់វា license based លើចំនួន device វាមានថាសិនជាយើង function ជា function យើងទៅ require ហងជាចំនួន device ត្រូវការដែលយើងត្រូវការផងបាទបងបាទអូខេចឹងបើសិនជាអត់មានសំណួរអីទេខ្ញុំគិតថាយើងអាច move ទៅកាន់ end session របស់យើងចឹងពីខ្ញុំមករាខ្ញុំអរគុណច្រើនអ្នកនរគ្នាមែនតើក៏ដូចជាបងវីរ៉ាដែលបានធ្វើការ present solution update ទៅលើ topic ប្រធានបទ building a network smarter safer more connected environment ជាមួយនឹង Huawei Intelligent Campus ចឹងដូចដែលអ្នកនេះបានដឹងហើយពាក់ព័ន្ធជាមួយនឹងបច្ចុប្បន្ន network នៅក្នុងការប្រើប្រាស់របស់យើងជាពិសេសយើងនិយាយនៅក្នុងស្រុកខ្មែរយើងស្រាប់
គឺយើងឃើញថា complexity គឺវាមានការកើនឡើងមែនទែនព្រោះ digital need គាត់ត្រូវការ infrastructure មួយដែល secure ដែល reliable provide ពាក់ព័ន្ធជាមួយនឹង availability ទៅកាន់ user គាត់ប្រើប្រាស់ដូចជា user គាត់ access ទៅកាន់ internet ឬក៏យើង provide ជា service public service យើងឲ្យ user របស់យើងឬក៏ client របស់យើងពីខាងក្រៅថប់មកកាន់ infrastructure របស់យើងនៅខាងក្នុងអីចឹងទៅអញ្ចឹងយើងឃើញថា challenge ទាំងអស់ហ្នឹងដូចតែបងវីរ៉ាក៏បានលើកឡើងគឺវាពិបាកនៅក្នុងការធ្វើការងារ troubleshooting provisioning ឬក៏ពេលខ្លះយើងពិបាកនៅក្នុងការ migration ទៀតហើយនៅពេលដែលយើង expand ពាក់ព័ន្ធជាមួយនឹង infrastructure របស់យើងend to end គឺប្រកាសតែយើងនឹងអាចនឹងបង្កើតឱកាសនៅក្នុងការគេហៅថា increase ពាក់ព័ន្ធជាមួយនឹង security risk ឬក៏ security gap ដែលយើងត្រូវការ security មួយដែល strong ពីការ build in មានន័យថា secure foundation ពី infrastructure យើងទៅដើម្បីយើង add up security layer ផ្សេងៗទៀតមកគឺយើង ready នៅក្នុងការប្រើនឹងតែម្ដងហើយជាពិសេស operational នៅពេលដែលយើងប្រើ traditional network infrastructure យើង manage standalone យើង configure router one by one switch side by side ឬក៏ AP one by one យើងសម័យមើលថាបើសិនជាមួយ campus យើងដាក់200 AP 100 switch ឬក៏50 switch ចុះឧទាហរណ៍អញ្ចឹងយើងចំណាយពេលយូរនៅក្នុងការ migration យើងចំណាយពេលយូរនៅក្នុងការ config change អីមួយចំនួនដូចបងគាត់បានលើកឡើងទៅ baseline បើសិនជាយើងមានយើងអាចរៀបចំវាឲ្យដើម្បីយើងរុញវាចូលជា template យើងអាច deploy ទៅកាន់ device ទាំងអស់ហ្នឹងហ្មងអញ្ចឹង operational efficiency នោះគឺពិបាកសម្រាប់គ្នាយើងដែលគាត់ manage បច្ចុប្បន្នអញ្ចឹងនៅពេលដែលយើងមាន tool ឬក៏ technology ដែលគាត់ support ទៅលើ feature ឬក៏ requirement ទាំងអស់ហ្នឹងគឺជួយឲ្យយើងហ្នឹងគឺមានការងាយស្រួលនៅក្នុងការ manage យើង operate យើង optimize ឬក៏ troubleshooting អាហ្នឹងគេហៅថា day 0 day 1 ហើយនិង day 2ព្រោះយើង deploy វាចោលយើងប្រកាសជាត្រូវការ upgrade firmware requirement ជាក់ស្ដែងអញ្ចឹងទៅឬក៏យើងត្រូវការរកបញ្ហាដើម្បីយើងដោះស្រាយទៅលើអាចថា issue មួយចំនួនដែលអាចនឹងកាត់ឡើងអញ្ចឹងពាក់ព័ន្ធជាមួយនឹង challenge ទាំងអស់ហ្នឹងពី Huawei គឺយើងមានពាក់ព័ន្ធជាមួយនឹង solution ជាច្រើនដូចបងវីរ៉ាគាត់បានលើកឡើងទៅលើការ automation deployment ក៏ដូចជា software defined networking សម្រាប់ campus ឲ្យយើងអាចងាយស្រួលនៅក្នុងការ deploy បាទ operate troubleshoot ហើយនឹងយើងអាចធ្វើការ monitoring វាបានដូចគ្នាដែរបាទយើង integrate ជាមួយនឹង wire ជាមួយនឹង wireless infrastructure ក៏ដូចជាផ្នែក security layer ផ្សេងៗទៀតដូចបងក៏បានលើកឡើងអញ្ចឹងទៅលើ E2E campus security អញ្ចឹង E2E campus security បើយើងនិយាយអំពីបច្ចុប្បន្ននៅស្រុកខ្មែរយើងអាចថាអត់តាន់មានទេទៅលើ attack ហ្នឹងប៉ុន្តែអាចថ្ងៃក្រោយទៅយើងថាមិនត្រូវដែរព្រោះបើសិនជាយើងជា financial industry ពីខាង NBC មកគឺគេ enforce យើងទៅលើ access network security អញ្ចឹង access network security នេះគឺយើង make sure ថា device ដែល connected ចូលនៅក្នុងdevice ដែល connect ចូលទៅក្នុងខ្សែឬក៏ឥតខ្សែគឺត្រូវតែជា asset របស់ក្រុមហ៊ុនរបស់យើងហើយនៅពេលដែលគាត់ connect ចូលហើយ asset ទាំងអស់ហ្នឹងគាត់អាច access ទៅណាខ្លះប៉ុន្តែគ្រាន់តែ E2E កន្លែងនេះគឺជាផ្នែកមួយដែរដែលយើង ensure ថា raw communication between client through wire ឬក៏ wireless របស់យើងគាត់ថានៅក្នុងនេះអញ្ចឹងយើងនិយាយអំពី wireless អញ្ចឹងយើង make sure ថានៅចន្លោះ air traffic between client និង user នេះគឺត្រូវបាន encrypt ឬក៏ត្រូវបាន seal ដោយ Wi-Fi solution Wi-Fi seal solution របស់ Huawei អីចឹងទៅដែលយើង ready ជាផ្នែកមួយដែរសម្រាប់ជួយឲ្យយើងមាន end to end communication encrypted កុំឲ្យ attacker គាត់អាចcapture ឬក៏hijack នៅចន្លោះនឹងបានអីចឹងទៅអូខេអញ្ចឹងខ្ញុំសង្ឃឹមថា topic មួយនេះគឺជា topic មួយដែលល្អសម្រាប់អ្នកនរគ្នានៅក្នុងការជួយជាមតិយោបល់ឬក៏ជួយជាគំនិតសម្រាប់អ្នកគ្នាពិចារណាឬក៏មើលឡើងវិញទៅលើ existing network infrastructure ឬក៏ campus network infrastructure ដែលយើងមានដើម្បីយើងអាច move forward ទៅកាន់ next step ព្រោះដឹងហើយអ្នកគ្នាបានដឹងអញ្ចឹងគឺប្រទេសរបស់យើងគឺជាប្រទេសកំពុងអភិវឌ្ឍអញ្ចឹងយើងជាផ្នែកមួយនៅក្នុងការជួយឲ្យ technology ឲ្យ requirement ទាំងអស់ហ្នឹងគឺវាមានការ move forward ទៅមុខដែរដោយអ្នកនេះឃើញអញ្ចឹងមួយរយៈមុនឬក៏ខែមុន
សំទោទឹកមុននេះចឹងទៅគឺខាង digital government គាត់ធ្វើ forum មួយដែលគេ promote ទៅលើ digital អញ្ចឹងគេមាន policy គេមាន road map ហើយសំបីតា ASEAN របស់យើងផ្ទាល់នៅក្នុងឆ្នាំ2025ហ្នឹងគឺគេ design ជាគេហៅថា digital master plan មួយសម្រាប់គេយកទៅធ្វើសម្រាប់ឆ្នាំបន្ទាប់ទៀតហើយនៅក្នុង international គឺយើងឃើញគឺពាក់ព័ន្ធជាមួយនឹងវិស័យ technology គឺមានការ move forward លឿនអញ្ចឹងយើងនៅក្នុង local នេះក៏យើងត្រូវការ adopt យើងត្រូវការធ្វើម៉េចនៅពេលដែលយើងធ្វើការគិតឬក៏ការ deploy ហ្នឹងគឺយើងទៅជាមួយនឹង solution ដែល latest secure ហើយ reliable safe សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ឬក៏ organization របស់យើងដែរអញ្ចឹងបើសិនជាអ្នកនេះអត់មានសំណួរអីទៀតទេជាចុងក្រោយខ្ញុំមករាហើយបងវីរ៉ាសូមអរគុណអ្នកនេះដែលបានធ្វើការចំណាយពេលដ៏មានតម្លៃនៅក្នុងការ join webinar របស់យើងអូខេបងវីរ៉ាអរគុណច្រើនបងសុខសប្បាយទាំងអស់គ្នាបាទអរគុណអ្នកគ្នាបាទសុខសប្បាយទាំងអស់គ្នាបាទអរគុណច្រើនបងបាទ